សម្រាប់ Cloud AI បន្ទាប់ពីក្រុមយើង invite បងប្អូនចូលទៅកាន់ Team យើងអាច check មើលនៅក្នុង inbox មានប្រភេទ invite របៀបនេះអញ្ចឹងយើងគ្រាន់តែចុច accept invite ហ្នឹងមកបងប្អូនអាចចូលទៅកាន់ Cloud AI បានហើយយើងចុច accept មកវានឹងមានផ្ទាំង dashboard មួយសម្រាប់យើងប្រើជាទូទៅវាជាប្រភេទ private account ប្រភេទនេះដោយសារតែយើងអត់ធ្លាប់បានបង្កើត account ពីមុនអញ្ចឹងជា requirement ក្រុមហ៊ុនគាត់ឲ្យយើងបញ្ចូលលេខទូរស័ព្ទអញ្ចឹងយើងគ្រាន់តែបញ្ចូលលេខទូរស័ព្ទយើងសិនទៅប្រភេទដែលទារលេខទូរស័ព្ទដោយសារតែយើងអត់ធ្លាប់បានបង្កើតពីមុនឥឡូវនេះយើងបានចុចយក code OTP ដើម្បីយើងចូលទៅប្រើប្រាស់ទាំងអស់គ្នាយើងគ្រាន់តែបញ្ចូលលេខកូដ OTP 6ខ្ទង់ដែលក្រុមហ៊ុនគាត់ផ្ញើប៉ុណ្ណឹងរួចរាល់បងប្អូនអាចប្រើប្រាស់ជាមួយនឹងកម្មវិធីប្រសិនបើយើងអត់ទាន់បាន download ឬក៏យើងអាចប្រើនៅលើ browser ក៏បានដែរប្រភេទនេះគឺយើងប្រើ subscription ពេញមួយខែគឺយើងអាច renew ទៅកាន់ខែបន្ទាប់បានអញ្ចឹងសម្រាប់ account ថ្មីគាត់ឲ្យយើងបញ្ចូលឈ្មោះយើងបញ្ចូលមកអូខេហើយយើងអាចរើសយកប្រភេទណាក៏បានឧទាហរណ៍ថាយើងយក other សម្រាប់ប្រភេទ account ថ្មីគឺវាទាញមកអញ្ចឹងតែបើសិនជាយើងមាន account ស្រាប់យើងគ្រាន់តែចុច accept invite គឺរួចរាល់តែប៉ុណ្្នឹងអញ្ចឹងឥឡូវនេះគឺយើងរើសមក2 3ទៅអូខេចាំតិចទៀតអញ្ចឹងយើងអាចចុច install ក្រោយក៏បានឬក៏ប្រើឥឡូវក៏បានដែរអូខេអញ្ចឹងយើងចុចតាមនេះមកអញ្ចឹងពេលនេះគឺយើងរួចរាល់ហើយសម្រាប់ account នេះគឺយើងប្រើពេញ30ថ្ងៃ1ខែពេញជាការ warranty ពី supplier គឺយើងប្រើពេញចំណុចសំខាន់គឺយើងអាច renew ប្រចាំខែបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រក្រុមការងារយើងកន្លងមកជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយ